ចំនួន30លានរៀល 114 ឯកសណ្ឋានពោបៃតងខ្សែទឹកក្នុងព្រះទីនាងព្រែកអំបលអរិយស័ក្តិបាទព្រះទីនាងនេះក៏អ៊ំនៅអរិយស័ក្តិល្អណាស់ទូកនេះក៏ទទួលបានការផ្ដល់គោរពងារជាព្រះទីនាងអ៊ំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបាទនៅព្រែក7បាទព្រែក7បាទក្បែរព្រែកលួងខ្សែទឹកខាងក្នុងកំពុងតែមានព្រៀបច្រើនទៅលើចម្ប៉ាសួស្ដីរស្មីអង្គរព្រៃវែងដែលស្ថិតមកពីពូរៀងបាទពូរៀងឥឡូវយើងឃើញតែពាក់កណ្ដាលទួលោកគ្រូអើយឃើញតាក្បាលតែគាត់ចេញទៅខ្សែក្រៅខ្លាំងគិគ្នាមែនទេបាទគិគ្នាមែនទេព្រះទីនាងដែលកំពុងតែមានព្រៀបគិធ្វើខ្សែទឹកក្រៅហើយចំណែកឯចម្ប៉ាសួស្ដីរស្មីអង្គរបាទព្រៃវែងបាទព្រៃវែងយ៉ាងម៉េចទូរទស្សនិកជនកំពុងតែបាទឥឡូវទទួលបានជ័យជំនះហើយព្រះទីនាងបាទព្រះទីនាងខេត្តកណ្ដាលទទួលជ័យដេជោសែនជ័យខេត្តកណ្ដាលគឺប្រហាក់ប្រហែលគ្នាបាទទុកជូនគណៈកម្មការបច្ចេកទេសដើម្បីធ្វើការបាទប្រកាសលទ្ធផលជូនគូទី114ពេលនេះបានចាប់យោងឆ្លងកងពន្ធទី2ហើយដែរគូទី114ខ្សែទឹកខាងក្នុងចម្ប៉ាសួស្ដីរស្មីអង្គរខេត្តព្រៃវែងខ្សែទឹកខាងក្រៅព្រះទីនាងបាទព្រះទីនាងដូចជាបងចាញ់ចម្ប៉ាសួស្ដីរស្មីអង្គរបន្តិចហើយព្រោះនៅពេលនេះឃើញថាចម្ប៉ាសួស្ដីរស្មីអង្គរកំពុងតែបន្ថែមល្បឿនបាទគឺដកគូប្រកួតហើយចំណែកឯព្រះទីនាងក៏បន្ថែមល្បឿនដែរក៏ប៉ុន្តែមើលទៅប្រហែលជាមិនអាចទៅរួចទេជាមួយនឹងចម្ប៉ាសួស្ដីរស្មីអង្គរផងដែរបាទបានទទួលជ័យនេះតែបន្តិចតួចទេបងអើយបាទនេះគូទី17កំពុងតែស្វត់ស្វែងដូចគ្នាគូទី17នេះបាទគូទី15បាទសំទោសបាទទី15នេះបាទកំពុងតែស្វត់ស្វែងហើយកូនកាមហាលួនតេជោសែនជ័យខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅចម្ប៉ាសួស្ដីសេរីអង្គរបាទមកពីព្រៃវែងឥឡូវនេះគឺតានតឹងដែរប៉ុន្តែយ៉ាងណាក៏ដោយយើងឃើញថាខ្សែទឹកខាងក្នុងបាទមកដល់ទីប្រវត្តិមុនបាទជួនកាលយើងឃើញខ្សែទឹកខាងក្រៅមានព្រៀបក៏ប៉ុន្តែនៅពេលដែលឆ្លង11ឯបាទ241និង211បាទគូទី14សេរីរតនាមហានិកបាទមកពីខាងឃុំដីឥដ្ឋគៀនស្វាយខេត្តកណ្ដាលចំណែកឯខ្សែទឹកខាងក្នុងជ័យស្ដាមហាផលជ័យបារមីស្វាយខាច់ភ្នំបាទគឺបាទនេះខ្សែទឹកខាងក្រៅឈ្នះគូទី115បាទគណៈកម្មការទូកងោក្រឡង់កាយព្រឹកដេជោសែនជ័យបារមីវត្តចំការខ្សាច់សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភនៅក្នុងនោះសូមគោរពថ្លែងអំណរគុណជូនឯកឧត្តមបណ្ឌិតលីឆេងអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញនិងលោកជំទាវដែលបានជួយឧបត្ថម្ភនៅទូកក្រឡង់កាយព្រឹកដេជោសែនជ័យបារមីវត្តចំការខ្សាច់និងបានជួយឧបត្ថម្ភក្នុងការអុំទូកប្រណាំងទូកក្នុងឆ្នាំនេះផងដែរ4កេសទឹកសុទ្ធចំនួន110កេសអាវមួកកីឡាករចំនួន783កំ pl ដល់ទូកងោទូកមួងទាំង12របស់ស្រុកខ្សាច់កណ្ដាលចាគូទី107ពេលនេះបានកំពុងតែបន្ថែមល្បឿនឆ្លងកងពន្ធទី2ខ្សែទឹកខាងក្នុងដែលកំពុងតែបាំងចាញ់នោះគឺហឹកមង្គលសែនជ័យបារមីប្រខណ្ឌពេជ្រខេត្តកំពង់ចាមឯខ្សែទឹកខាងក្រៅដែលកំពុងតែមានព្រៀបនោះគឺចម្ប៉ាសួស្ដីរស្មីអង្គរគូរៀងខេត្តព្រៃវែងបានដាច់លោណាខ្សែទឹកខាងក្រៅសម្រាប់គូទី107ចាយើងទស្សនាជាបន្តសម្រាប់ទូកដែលកំពុងតែមកដល់កងពន្ធទី2នេះដែលមានឯកសណ្ឋានស្រស់ស្អាតមែនទែនចាប្រិមិត្តយើងឃើញថាទូកជាមួយនឹងរន្ទះ3គឺ3ដូចគ្នាដោយសារមាន3ដូចគ្នាបាទដូច្នេះគាត់ថាផែលគ្នាបាទនេះគូទី107ខ្សែទឹកខាងក្នុងចម្ប៉ាសួស្ដីរស្មីអង្គរបាទរបស់ខេត្តព្រៃវែងចំណែកខ្សែទឹកខាងក្រៅហឹងមង្គលសែនជ័យបារមីព្រះខ័ណ្ឌពេជ្របាទរបស់ស្រុកស្រីសន្ធោខេត្តកំពង់ចាមបាទខេត្តកំពង់ចាមសូមអធិស្ឋានបាទបាទឥឡូវនេះកំពុងតែខ្សែទឹកខាងក្នុងបាទចម្ប៉ាសួស្ដីរស្មីអង្គរបង្កើនល្បឿនដាច់គូប្រកួតបាទឆ្ងាយគូសំបាទដាច់ហ្មងកំពុងតែបង្កើនបន្តទៀតបាទដាច់ហើយគាត់ថែមល្បឿនទៀតបាទស្រស់គ្នាល្អណាស់ហើយទូកនឹងគាត់ដូចជាវែងទៀតបាទអូមើលមុជងើបក្បាលមុជងើបមិនងើបតែម្ដងបាទចម្ប៉ាសួស្ដីរស្មីអង្គរដែលជួយមកពីខេត្តបានមកពីព្រៃវែងចំណែកឯហឹងមង្គលសែនជ័យយ៉ាងម៉េចហើយដូចជាបងឆ្ងាយណាបាទបងចាញ់ឆ្ងាយមែនទែនបាទកំពុងតាមពីក្រោយបាទ